ទានបង្ហាញអំពីកូនប្រុស4នាក់មិនចិញ្ចឹមលោកឪពុកដោយសារប្រពន្ធគតិអប់រំពិចារណាដើមហេតុដែលនាំឲ្យមិនបម្រើឪពុកម្ដាយនៅក្នុងអតីតកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមាននៅធនធានក្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់កាលទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំដែលយកប្រពន្ធម្ដងទៀតនោះឡើយនៅជាមួយនឹងកូនប្រុសនោះឯងអស់មួយឆ្នាំមានការលំបាកដោយខ្វះស្ត្រីជាមេផ្ទះជាអ្នកបម្រើនៅអាហារនិងជួយមើលថែទាំព្រមទាំងរៀបចំនៅទ្រព្យសម្បត្តិផ្សេងកំពេចកំប៉ុកនៅក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឲ្យកូនច្បងហើយយកកូនប្រសាស្រីនោះទៅនៅជាមួយចែកនៅទ្រព្យសម្បត្តិមួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលុះរំលងប្រមាណមួយឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យសម្បត្តិមួយចំណែកឲ្យដូចគ្នាស្មើគ្នាតអំពីនោះមកការរៀបចំកូនទី3ក៏បានបែងចែកនៅទ្រព្យសម្បត្តិមួយចំណែកថែមទៀតដល់ជាគម្រប់កូនទី4ក៏រៀបចំឲ្យដូចគ្នាបែងចែកនៅទ្រព្យសម្បត្តិផ្សេងឲ្យនោះដែរទៅដល់ភាពស្មើគ្នានៅសល់តែផ្ទះមួយខ្នងពុំទាន់ចែកគាត់ទុកនៅទាំងអស់គ្នាជាមួយនឹងកូនព្រមទាំងកូនប្រសាទាំង4នាក់ដែលគាត់បែងចែកទ្រព្យសម្បត្តិឲ្យទាល់តែអស់រលីងអំពីខ្លួនដូច្នោះមកពីគិតថាឲ្យស្រឡះខ្លួនរបស់គាត់ហើយនៅទំនេរឆ្ងៀមចាំឲ្យកូននោះឯងរកស៊ីចិញ្ចឹមគាត់វិញរហូតដល់សេចក្តីស្លាប់ចុងក្រោយរបស់គាត់ក៏ប៉ុន្តែគំនិតរបស់គាត់នេះខុសស្រឡះគាត់នៅជាមួយនឹងកូនប្រុសច្បងទី4កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែងចែកចិត្តគំនិតពីឪពុកម្ដាយនោះឡើយក៏ដូចជាបងប្អូននោះទេមានការស្រឡាញ់រាប់អានគ្នាជាពន់ពេកលុះបានប្រពន្ធរៀងខ្លួនហើយក៏បែកគំនិតផ្សេងគ្នាបែកគំនិតពីគ្នាទៅរួមជាមួយគ្នាពុំសូវបាននៅសេចក្តីសុខនោះឡើយចេះតែឆ្កៀរមាស់មានការទាស់ទែងបន្តិចបន្តួចក៏នាំគ្នាចោះចាកចេញពីផ្ទះកំណើតទៅរស់នៅសង់ផ្ទះរៀងខ្លួនទីតីពីគ្នាទាំងអស់ចោលឪពុកពោះម៉ាយឲ្យរស់នៅតែឯងអនាថាឯកោកាលកូនទាំង4នោះទៅនឹងចោះចេញពីផ្ទះថ្មីនៅហុចបាយហុចសម្លតាមឪពុកម្ដាយបន្តិចបន្តួចក្រែងនឹងគាត់បានបរិភោគចិញ្ចឹមជីវិតលុះមានកូនខ្ចីគ្រប់គ្នាប្តីរវល់មើលថែដើរទៅស្រុកឆ្ងាយភរិយានៅផ្ទះកាន់តែប្តីមិននៅនឹងអាងមានកូនខ្ចីផងក៏បង្អត់នៅការជូនបាយជូនទឹកឪពុកក្មេកដោយសារយកលេសថារវល់ដោយគិតថាប្រហែលប្អូនគេយកឲ្យហើយមេផ្ទះក៏គិតដូចគ្នាបងទី1គិតទៅដល់ប្អូនទី2ទី3តែបងឯណោកូនប្រសានាំគ្នាគិតដូច្នោះតែរៀងខ្លួនយូរថ្ងៃទៅតានោះអត់បាយមួយពេលក៏មានពីរពេលក៏មាន
ចំណែពេលវេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅរវល់ទៅជួបសាច់ញាតិនៅជិតខាងស្រាយតែប្រពន្ធបានដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ពុំដែលនឹកឃើញនោះឡើយចំណែកតាពោះម៉ាយដែលជាឪពុករបស់បុរសទាំង4នោះអត់បាយក៏ដូចជាគ្មានសម្លៀកបំពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគទៀតផងក៏ដូចជារស់រងទុកវេទនាជាពុនពេកនឹងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានអ្វីនឹងជ្រកនៅផងកាលនោះមានបរិះម្នាក់នៅកំឡោះមានចិត្តសប្បុរសនោះឯងជាពុនពេកហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់គុណទោសច្រើនផ្ទះនៅភូមិចិត្តគ្នាដើមមកឃើញតានោះមានសេចក្តីវេទនាជាពុនពេកគាត់មានចិត្តអាណិតក្រៃពេកក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់បើឪពុកម្ដាយរបស់ខ្ញុំក៏ធ្លាប់ពឹងពាក់ពុំអ្នកអាស្រ័យខ្លះដែរអាម៉េចក៏ឥឡូវនេះលោកតាទៅដល់សេចក្តីវេទនាអីក៏ខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុសដល់ទៅ4នាក់ឯណោះមិនក៏កូននោះវាមិនបំរើមិនមើលថែដូច្នោះក្រែងទ្រព្យសម្បត្តិរបស់លោកតាមានសល់ទុកខ្លះដែរឬមិនក៏បានជាលោកតាមិនយកទៅទិញនៅគ្រឿងបរិភោគក៏ដូចជាសម្លៀកបំពាក់កន្លែងស្នាក់នៅផ្សេងដូច្នោះតាក៏ប្រាប់ទៅវិញថាអូចៅអើយលាក់បាំងអីពីដើមឡើយទ្រព្យសម្បត្តិគ្រាន់បើពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏បែងចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាវានោះឯងចិញ្ចឹមតាវិញឥឡូវនេះពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យសម្បត្តិពីខ្លួនវាឥតនឹកនីចិញ្ចឹមឯងសោះវាតាមតែប្រពន្ធទាល់តែទៅចូលរុនក្តាមក៏វាចូលទៅដែរតាមសពថ្ងៃមានការលំបាកតានោះឯងឈឺផងនៅម្នាក់ឯងផងវេទនាណាស់ពុំមានអ្វីសម្រាប់បរិភោគគ្រប់គ្រាន់ដែលតែសម្រាប់ទឹកភ្នែកជោគខ្នើយអស់ហើយចៅបាយព្រឹកជាបាយល្ងាចអស់មួយពេលក៏មានអត់មួយថ្ងៃក៏មាននឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះមានសេចក្តីចាស់គេមិនយកគ្រាន់តែដើរស្ទើរតែមករួចទៅហើយនោះដោយលោកចៅឃើញស្រាប់តាដេកចាំតែដល់នៅសេចក្តីថ្ងៃស្លាប់នោះឯងឯចៅកំឡងលន់មាត់ថាយីកូននេះមានចិត្តអាក្រក់ដល់ម្លឹងបើអញ្ចឹងលោកតាកំភៃខ្ញុំមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដោយពីដើមវិញលោកតាធ្វើតាមខ្ញុំលោកតារកពីងមានមាត់តូចល្មមមួយជួសអាចក៏ដូចជានោមឲ្យពេញហើយរកកន្លែងកំណប់កប់វាបិទមាត់ឲ្យចិត្តជីកដីកប់និងសម្រួលទ្រូក្នុងផ្ទះទៅហើយបើមាននរណាដើរមកត្រូវលោកតានិយាយប្រាប់ថាខ្ញុំនៅសល់កំណប់ប្រាក់មាសមួយពីងកប់ទុកពុំបែងចែកឲ្យកូនណានៅឡើយចាំមើលកូនណាមានចិត្តដឹងគុណបើខ្ញុំស្លាប់ទៀតនឹងស្លាប់ក៏ប្រគល់ឲ្យទៅកូននោះលោកតានិយាយប្រាប់រួចហើយអស់ក៏ក្នុងរវាងប៉ុន្មានថ្ងៃខែខាងមុខនេះលោកតាកុំដើរសុំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនលោកតាពិសាកុំបាច់ព្រួយបារម្ភអីតាចាងក៏តាំងធ្វើទៅតាមអ្វីដែលចៅសពរស់នោះបានប្រាប់លោកបានប្រហែល5ថ្ងៃសម្ដីតាបានដឹងទៅដល់កូនប្រុសនិងកូនប្រសាទាំង
ប្របីអ្នករវាងមានចិត្តលោភលន់ចង់បានកំណប់ដែរតានោះមានក៏នាំគ្នាយកបាយយកទឹកនំចំណីផ្លែឈើគ្រប់មុខនោះឯងមានសម្លៀកបំពាក់ខោអាវក្រមាផ្សេងមកកត់គង់ផ្គប់គុណលោកតាជូនតាដែលជាឪពុកជារៀងរាល់ថ្ងៃពុំដែលខ្វះថ្ងៃណាមួយនោះឡើយតែចាំងបានជាសះពីរោគមានសាច់ឈាមស្រស់បោះវិញមានកម្លាំងបលាំងសុខសบายសុខកាយសบายចិត្តតាំងពីថ្ងៃនោះមករហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអធិកអធមជាពន់ពេកទៅតាមទំនៀមទម្លាប់រួចស្រេចកូនទាំង4នាក់និងកូនប្រសាទាំង4នាក់គិតរាប់គ្នាគាស់ពីងកំណប់ចែកគ្នាប៉ុន្តែក្រែងចែកពុំស្មើនាំគ្នាឆ្លោះប្រកែកគ្នាពេលនោះទៅក៏ទៅរកគ្រូមកម្នាក់ឲ្យមកជួយចែកគ្រូនោះទទួលព្រមប៉ុន្តែគាត់លើថាកំណប់មាសប្រាក់ច្រើនទៅដល់មួយពីងគាត់ចង់បានមួយចំណែកដែរហើយគាត់ក៏គិតក្នុងចិត្តថាគាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផងគាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំទិញមើងធ្វើឲ្យខូចកណ្ដាលដោយគេទូលជើងឆ្នាំងក៏តាំងអង្គុយពេនភ្នែននៅលើផ្ទៃដីរៀបរលោងនិចនោះឯងសម្រួមស្មឹងស្មាតស្មារតីឈរមុខត្រង់ទៅខាងកើតធ្វើជាមេចំណែកហើយប្រាប់កូនទាំង4ថាឲ្យទៅគាស់យកពីងកំណប់មកប៉ុន្តែគាត់ហាមថាកុំអាលស្រាយមាត់ពីងក្រែងខុសដំណំចាំគាត់បង្គាប់សិនលុះពីងយកមកដល់ហើយគាត់ឲ្យកូនទាំង4ឈរទៅទាំង4មិចភ្នែកយកដៃនោះឯងទាំងអស់គ្នាច្របាច់ពីងបិទទូលលើក្បាលហើយសឹមស្រាយចំណងនៅមាត់ពីងនោះនាំគ្នាអៀចពីងទៅតាមអ្វីដែលគេប្រាប់ស្រាប់តែកំណប់មកលើក្បាលគាត់ចំណែកជ្រុះធ្លាក់ទៅទើសណាអ្នកនោះបានប៉ុណ្ណឹងត្រូវបានគ្នាឈរតម្រង់ទើសនោះចំណែកទៅសល់លើឈ្នួតគាត់ប៉ុណ្ណាត្រូវជាលៀបរង្វាន់របស់គ្រូនោះដូចគ្នាដែរដែលគាត់រៀបចំរង្វង់មកពីផ្ទះរួចហើយឯកូនទាំង4នាក់ក៏ចាប់ដើមធ្វើទៅតាមបង្គាប់គ្រូមិនហ៊ានឲ្យផ្អៀងឬក៏ខុសដំណំនោះទេភរិយាទាំង4ឈរកាន់កញ្ច្រែងរៀងខ្លួនចាំកើតក្នុងពេលដែលបែងចែកកំណប់នោះមានអ្នកស្រុកចិត្តខាងនៅចាំមើលផងនិមិត្តតែគេលើកពីងបិទទូរួចស្រាប់តែមាត់ពីងផ្អៀងចាក់ឈូមកទឹកមមត្រាមលាមកច្រើនរូតហូហេស្រោចលើក្បាលលោកគ្រូពេញនោះឯងហើយខ្ចាយបាយសាច់គ្រប់ទៅប្រឡាក់ប្រឡោពេញមុខមាត់និងសម្ពុតខោអាវកូនទាំង8នាក់រហូតដល់នាងប្រពន្ធទាំង4នាក់ទៀតពេលនោះត្រូវបានចំណែកច្រើនជាងគេភូមិក្លិនមិនល្អថាមិនត្រូវគេឃើញលោកគ្រូសម្រោគបាត់មុខបាត់មាត់រូបរាងអស់រលីងប្រឡាក់ទៅដោយលិមួកខំក្រោកក្រេះខំប្រឹងក្រោកឡើងខ្មាស់អស់ពួកអ្នកភូមិឈរមើលពេលនោះទៅឈរសើចយ៉ាងក្អាកក្អាយខំប្រឹងរត់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទៅលោកគ្រូស្រែកជេរកូនចៅទាំង4នាក់និងកូនប្រសាថាខ្មោចរបស់មេឪពុកឯងអាសំដែងទាំងអស់ឯងនេះក៏ហក់អញបានធ្វើបាបខ្មោចឪពុកវាច្រើនណាស់សុទ្ធតែលិមួកវាយកឯងមកលេងសើចវាថាជាកំណប់មាសប្រាក់អន្តរាយមកដល់យើងคล้ายទៅជាអាចទៅវិញប្រ ប្រ ឡាក់ នៅ ពេញ ខ្លួន អញ ដូច្នោះ យី អា ផេះ នេះ
លោកគ្រូនោះក៏មានសេចក្តីក្រៀវក្រោធខឹងក៏បានជេរប្រតិចដាក់កូនទាំង4នាក់និងកូនប្រសាទាំង4នាក់នោះទៅលោកគ្រូនិងកូនទាំងអស់គ្នារត់លោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រងបាត់អស់ទៅខំប្រឹងត្រាំលៀងនៅលិមួកអស់1ម៉ោងម្នាក់រួចក៏នាំគ្នាឡើងទៅផ្ទះរៀងខ្លួនបាននៅសេចក្តីក្តៅក្រហាយស្ដាយក្រោយខ្មោចឪពុកបានបោកខ្លួនថាជាកំណប់មាសនិងប្រាក់នៅក្នុងរឿងនេះបញ្ចប់ត្រឹមប៉ុណ្ណេះគឺបង្ហាញអំពីកូនប្រុសទាំង4នាក់ដែលជឿជាក់ទៅលើប្រពន្ធមិនចិញ្ចឹមឪពុកម្ដាយដោយបានទ្រព្យសម្បត្តិអស់ហើយទុកឪពុកម្ដាយបោះបង់ចោលដល់សុំទានគេសម្រាប់បរិភោគនៅចំណីអាហារទៅដោយមានបុរសសប្បុរសម្នាក់ជួយណែនាំផ្លូវជាការលើកទឹកចិត្តចុងក្រោយក៏សូមជួយ Subscribe Channel របស់ខ្ញុំបាទអ្នកមួយផងខ្ញុំនឹងជូននិទានបន្តទៀតសូមអរគុណ